បារម្ភទៀតហើយចំពោះអ្នកគាំទ្រព្រះខ័ននារីស្វាយរៀងដែលរកទិញសម្បត្តិចូលរួមទស្សនាការប្រកួតវគ្គផ្ដាច់ព្រាត់ពានរង្វាន់ AFC Challenge League មិនបាននេះជាការទទឹងរង់ចាំជាយូរមកហើយជាមួយព្រឹត្តិការណ៍ដ៏កក្រើកលើវាស្មៅនៅពហុកីឡដ្ឋានមរតកដៃជោនៃការប្រកួតដ៏អស្ចារ្យជាប្រវត្តិសាស្ត្របាល់ទាត់កម្ពុជាដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃបាល់ទាត់កម្ពុជាជាពិសេសគឺលីកកំពូលកម្ពុជាតែម្ដងព្រះខ័ននារីស្វាយរៀងត្រូវជួបជាមួយនឹងក្លឹប FC Alkada ក្នុងវគ្គផ្ដាច់ព្រាត់ AFC Challenge League លីកកម្រិតទី3របស់អាស៊ីគូបញ្ជាក់ផងដែរថាគិតត្រឹមរយៈពេល3ថ្ងៃដំបូងនៃការលក់សម្បត្តិចូលរួមទស្សនាការប្រកួតនេះសម្បត្តិចំនួន 53,000 សន្លឹកត្រូវបានដាក់លក់ទាំងនៅលើ App និងដោយចាប់ផ្ដើមលក់កាលពីថ្ងៃទី1 ខែឧសភាឆ្នាំ2025សម្បត្តិតាម App ចំនួន 20,000 សន្លឹកត្រូវបានលក់អស់ត្រឹមមួយថ្ងៃដំបូងខណៈសម្បត្តិជាង 30,000 សន្លឹកទៀតត្រូវបានដាក់លក់រហូតដល់ថ្ងៃទី3ឧសភាប៉ុន្តែមានអ្នកគាំទ្រជាច្រើនទៀតមិនទាន់អាចស្វែងរកទិញសម្បត្តិបាននៅឡើយនោះទេហេតុនេះហើយទើបនៅព្រឹកថ្ងៃទី3 ខែឧសភាឆ្នាំ2025ក្លឹបព្រះខ័ននារីស្វាយរៀងបានប្រកាសថាអាស្រ័យដោយមានតម្រូវការខ្ពស់ពីសំណាក់បងប្អូនអ្នកគាំទ្របាល់ទាត់ជាតិទាំងអស់គ្នាក្លឹបព្រះខ័ននារីស្វាយរៀងនឹងធ្វើការបើកកន្លែងអង្គុយបន្ថែមសម្រាប់ការប្រកួតនៅថ្ងៃទី10 ខែឧសភាហើយក្លឹបបានបន្ថែមទៀតថាសូមឲ្យបងប្អូនរងចាំការប្រកាសជាផ្លូវការនៅថ្ងៃច័ន្ទទី5 ខែឧសភាសម្រាប់ការបើកលក់សម្បត្តិបន្ថែមចំណែកឯមួយវិញទៀតដំណឹងដ៏រីករាយសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជាទាំងអស់ដែលមិនអាចទិញសម្បត្តិទាន់ចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រាត់ពានរង្វាន់ក្លឹបអាស៊ីកម្រិតទី3 AFC Challenge League រវាងក្លឹបបាល់ទាត់ព្រះខ័ននារីស្វាយរៀងនិងក្លឹបបាល់ទាត់ FC Alkada អ្នកគាំទ្រក៏អាចមកទស្សនាជុំគ្នាជាមួយនឹងអ្នកគាំទ្រដទៃទៀតផងដែរដើម្បីលើកទឹកចិត្តក្រុមបាល់ទាត់តំណាងជាតិកម្ពុជាមួយនេះតាមរយៈការផ្សាយផ្ទាល់នៅទីតាំងសួនជាប់អគារវឌ្ឍនៈនៅថ្ងៃទី10 ខែឧសភាឆ្នាំ2025វេលាម៉ោង 7 យប់តទៅ